រាជរដ្ឋាភិបាលតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែសំអាលបានផ្ដល់ជំនួយជាអង្គនិងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលជួបការលំបាកនៅស្រុកកំពង់ត្រាចខេត្តកំពតនាថ្ងៃទី8ខែមេសាឆ្នាំ2026ឯកឧត្តមសែសំអាលបានលើកឡើងថាវប្បធម៌ចែករំលែកនេះគឺជាប្រពៃណីខ្មែរដែលមានតាំងពីបុរាណមកដើម្បីជួយសម្រួលដល់ការលំបាកចំពោះមុខរបស់ប្រជាជនក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតឯកឧត្តមបានរំលឹកដល់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតដែលតែងតែណែនាំឲ្យក្រុមការងារយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាកហើយមិនត្រូវទុកពួកគាត់ចោលមិនអើពើនោះឡើយឯកឧត្តមសែសំអាលក៏បានថ្លែងអំណរគុណដល់អ្នកអង្គការកុកអានដែលបានឧបត្ថម្ភអង្គនិងគ្រឿងឧបភោគបរិភោគផ្សេងទៀតដើម្បីចែកជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាចនាពេលនេះហើយសង្ឃឹមថាអ្នកអង្គការនឹងបន្តគាំទ្រការងារមនុស្សធម៌នេះជាបន្តបន្ទាប់ឯកឧត្តមបានលើកឡើងថាប្រជាពលរដ្ឋអាចទំនាក់ទំនងមកក្រុមការងារចុះមូលដ្ឋានដើម្បីស្វែងរកជំនួយក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗដោយក្រុមការងារនឹងខិតខំជួយអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់មានស្ថិរភាពក្នុងជីវភាពរស់នៅនិងមានជីវិតល្អប្រសើរជាមួយគ្នានេះក្រុមការងារបានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់បណ្ដាញទឹកស្អាតនិងអគ្គិសនីដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ភូមិទទួលបានសេវាសាធារណៈគ្រប់គ្រាន់នេះគឺជាចក្ខុវិស័យរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការធានាឲ្យប្រជាពលរដ្ឋមានលក្ខខណ្ឌរស់នៅងាយស្រួលនិងមានឱកាសប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសន្យាសាងសង់អគារសិក្សាថ្មីមួយខ្នងតាមសំណូមពររបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងរៀបចំបរិវេណសាលាឲ្យស្អាតបៃតងមានអនាម័យនិងបរិយាកាសល្អសមស្របសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមពីនេះឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរក្នុងការថែទាំសុខភាពអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងចូលរួមអប់រំកែលម្អយុវជនឲ្យក្លាយជាធនធានមនុស្សល្អសម្រាប់សង្គមក្រៅពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែសំអាលក៏បានជំរុញឲ្យប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំផ្សេងៗដូចជាដូងអំពៅនិងទុរេនសម្រាប់នាំចេញទៅក្រៅប្រទេសក្រុមការងារក៏មានគម្រោងទាក់ទាញវិនិយោគិនឲ្យមកបណ្ដាក់ទុននៅក្នុងខេត្តកំពតឲ្យបានច្រើនដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើតការងារជូនប្រជាពលរដ្ឋជាងនេះទៅទៀតក្រុមការងារបានជួយជ្រោមជ្រែងការអភិវឌ្ឍសហគមន៍នេសាទដើម្បីទាក់ទាញទេសចរនិងបង្កើនប្រាក់ចំណូលក្នុងសហគមន៍ជាផ្នែកមួយនៃការឆ្លើយតបបញ្ហាជីវភាពឯកឧត្តមបានណែនាំឲ្យក្រុមការងារធ្វើការកំណត់ទិន្នន័យគ្រួសារក្រីក្រឲ្យបានច្បាស់លាស់ហើយសម្រាប់អតីតយុទ្ធជននិងនិវត្តជនដែលជួបការលំបាកឯកឧត្តមមានគម្រោងសាងសង់ផ្ទះជាង100ខ្នងជូនប្រជាពលរដ្ឋក្រីក្រផ្សេងទៀតក្នុងស្រុកកំពង់ត្រាចនេះក៏នឹងទទួលបានដីធ្លីនិងផ្ទះសម្បែងតាមរយៈគាំទ្រពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ផងដែរ